ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពី Boundless ដែលជាគម្រោងប្លែកមួយមានគោលបំណងធ្វើឲ្យ Blockchain អាចដំណើរការបានកម្រិត Internet Scale បើអ្នកធ្លាប់សួរថា Blockchain តើអាចគ្រប់គ្រងទិន្នន័យនិងកម្មវិធីរាប់លានដោយធូរថ្លៃនិងល្បឿនលឿនបានដូចម្តេច Boundless អាចជាចម្លើយ1 Boundless ជាអ្វី Boundless គឺជាប្រព័ន្ធ Zero Knowledge សកលដែលធ្វើឲ្យ Blockchain លឿនថោកនិងមានសមត្ថភាពខ្លាំងវាដំណើរការដោយប្រើ Proof of Verifiable Work ដែលជាការបង្កើតថ្មីឲ្យ Node ទទួលបានរង្វាន់ពីការធ្វើការដែលមានប្រយោជន៍មិនមែនត្រឹមតែចំណាយថាមពលឥតប្រយោជន៍ Boundless ក៏មាន Token ដើមផងដែរគឺ Zero Knowledge Compute Token គឺ ZKC 2. ផ្សារបើកចំហ Boundless ដំណើរការជា Marketplace បើកចំហដែលនរណាក៏ចូលរួមបានដោយភ្ជាប់ Hardware របស់ខ្លួនគ្មានការកំណត់ Permissionless នរណាក៏បានគាំទ្រទាំងអស់ Chain Agnostic Proofs អាចប្រើបានគ្រប់ Blockchain រង្វាន់ថ្មី Novel Incentives អ្នកចូលរួមទទួលបានរង្វាន់ពីការធ្វើការដែលមានប្រយោជន៍វាធ្វើឲ្យមានថាមពលកុំព្យូទ័រមិនកំណត់សម្រាប់ Developer ទាំងអស់ 3. ហេតុអ្វី Proof of Verifiable Work សំខាន់ Proof of Work ចាស់ចំណាយថាមពលច្រើនតែទិន្នន័យភាគច្រើនត្រូវបានបោះចោល Proof of Verifiable Work វិញការគណនាទាំងអស់ត្រូវបានប្រើសម្រាប់កម្មវិធីពិតអាចផ្ទៀងផ្ទាត់បានតាម Cryptography ចែកចាយរង្វាន់យ៉ាងត្រឹមត្រូវវាធ្វើឲ្យ Mining នៅក្នុង Blockchain មានប្រយោជន៍ពិតប្រាកដ 4. លទ្ធផលសំខាន់ចាប់តាំងពីបើក Mainnet Beta កាលពីខែកក្កដាមានអ្នក Prover ច្រើនជាង 2,500 នាក់បានដាក់ Proof សរុបមានការពិតជាង 500 លាន Computation Cycles ថ្ងៃធំបំផុតមានជាង 40 លាន Computation Cycles សមត្ថភាពប្រចាំថ្ងៃបានកើនឡើង 40 ដងពី 1 លានទៅ 40 លានវាបង្ហាញថា Boundless អាចពង្រីកបានជាប់ជានិច្ចពេលមានអ្នកចូលរួមកាន់តែច្រើន 5. ហេតុអ្វីវាសំខាន់បញ្ហាធំបំផុតរបស់ Blockchain គឺកម្រិតកុំព្យូទ័រ Computational Scarcity Node រាល់គ្រប់ Transaction ត្រូវដំណើរការឡើងវិញកម្មវិធីស្មុគស្មាញតម្លៃថ្លៃអ្នកប្រើត្រូវបង់ថ្លៃខ្ពស់ Boundless ដោះស្រាយវាដោយផ្លាស់ប្ដូរការគណនាធំទៅក្រៅ Chain បន្ទាប់មក Verify ត្រឡប់មក One Chain ដោយមានថ្លៃ Gas តិច 6. ចក្ខុវិស័យខ្លីនិងវែងក្នុងរយៈពេលខ្លីអន្តរកម្ម Cross-Chain ពិតប្រាកដតាមរយៈ Zero Knowledge Proofs ថ្លៃគណនាបានថោកជាងមុនកម្មវិធីស្មុគស្មាញខ្ល้ายជាអាចប្រើបានក្នុងរយៈពេលវែងកម្មវិធី Blockchain អាចស្មើនឹង Web 2ការទទួលយកទូទាំងសកលក្រុមកម្មវិធីថ្មីនឹងកើតឡើងសន្និដ្ឋាន Boundless មិនមែនជា Blockchain ធម្មតាទេវាជាឆ្អឹងខ្នងសម្រាប់ Verifiable Compute នាពេលអនាគតដំណើរការដោយ Proof of Verifiable Work ពង្រីកសមត្ថភាពដោយអ្នកចូលរួមកាន់តែច្រើនមានលទ្ធផលជាក់ស្ដែងជាមួយ Computation Cycles រាប់លានបើកផ្លូវសម្រាប់កម្មវិធី Blockchain ជំនាន់ថ្មី Boundless អាចក្លាយជាមូលដ្ឋានសម្រាប់អនាគត Blockchain កម្រិត Internet រួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREL បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបកណ្ដាលគេឬក៏យើងប្រើជា Passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតគណនីឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើង Scan មុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ